អង្គលោកឈុននីក្នុងតួអង្គព្រះអង្គយុនសេនយាតមានរូបមាននាមទៅអាត្មានិយាយទៅរឿងចិត្តទៅកណាអញ្ចឹងប្រសិនណាបើលោកអាចរក្សាចិត្តរបស់លោកឲ្យមានតុល្យភាពសំខាន់ណាស់តុល្យភាពមិនអ្វីជាតុល្យភាពនៃផ្លូវចិត្តមានន័យថាកុំព្រះលោកសម្ដែងថាកុំឲ្យញាប់ញ័រនៅពេលដែលទុក្ខវេទនាគ្របសង្កត់ស្អីទុក្ខវេទនាគ្របសង្កត់មានន័យថានៅពេលដែលអ្នកជួបរឿងអ្នកកុំឲ្យញាប់ញ័រកណាមានន័យថាបើសិនជាមានបញ្ហាអ្នកត្រូវតែកុំតន់ស្លន់ស្លោអង់គ្លេសហៅ panic កណាក្នុងការដឹកនាំគេអត់ឲ្យ panic តែស្លន់ស្លោហ្នឹងណាកណាកណាតែស្លន់ស្លោកណាតែភ័យកណាតែវាគ្របសង្កត់ខ្លាំងចិត្តហ្នឹងវាបាត់តុល្យភាពកណាបាត់តុល្យភាពវាអត់អាចដោះស្រាយចេញកណាបាត់តុល្យភាពឲ្យមានបញ្ញាគ្រប់គ្រាន់ក្នុងការឆ្លើយតបហ្នឹងហើយចិត្តហ្នឹងវាងាប់មកជាហៀងខ្លួនវាងាប់មកជាហៀងឲ្យ paralyze កណាអញ្ចឹងបើសិនជាសេចក្តីទុកនឹងគ្របសង្កត់ខ្លាំងទុកកិច្ចការដំបូងដែលលោកត្រូវធ្វើគឺកុំឲ្យបាត់តុល្យភាពផ្លូវចិត្តមានន័យថាកុំឲ្យមានចិត្តវិបលាស់អញ្ចឹងសម្ដេចនៅកន្លែងនេះសំទោសកណាតែបើសិនជាមានសេចក្តីសុខវេទនាកើតឡើងហើយក៏លោកត្រូវតែរក្សាចិត្តលោកដូចគ្នាដែលលោករក្សាចិត្តកុំឲ្យទុក្ខវេទនានឹងគ្រប់សង្កត់ដែលមានន័យថាសុខកើតក្តីទុក្ខកើតក្តីលោកត្រូវតែរក្សាតុល្យភាពបើចិត្តទទួលយកកុំឲ្យចលាចលកណាជួនកាលយើងចិត្តរបស់យើងបាត់តុល្យភាពនៅពេលដែលសុខវេទនាវាគ្រប់វាឡើងខ្លាំងពេកយើងប្រតិកម្មវាហួសកណាវាហួសពីអ្វីដែលកំពុងតែកើតមានណាជ្រុលខ្លាំងពេកអញ្ចឹងបានព្រះលោកថាចំណុចចាប់ផ្ដើមគឺរក្សាចិត្តនឹងឲ្យស្ងប់កន្លែងហ្នឹងលោកហៅថាស្ងប់ឬក៏យើងហៅថាកុំឲ្យបាត់តុល្យភាពកណាសំណួរសួរថាធ្វើម៉េច